សួស្តីពុកម៉ែបងប្អូនខ្មែរយើងទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមចែករំលែកវីដេអូមួយទៀតទាក់ទងជាមួយនឹងអឺការដាំដើមឈូកយោមើមនៅក្នុងខេត្តអ៊ីបារ៉ាគីនៅក្នុងប្រទេសជប៉ុនបាទនេះគឺជាតំបន់សុជីវរៈដែលមានដីចំការឈូករាប់សិបម៉ឺនហិកតាលាតសន្ធឹងនៅតាមបណ្ដោយបឹងមួយគេហៅថាបឹងសុជីវរៈហ្នឹងបាទហើយតំបន់នេះគឺភាគច្រើនគេដាំឈូកយកមើមបាទដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺចំការឈូកនីមួយៗគឺមានសម្ភារៈសម្រាប់ប្រមូលផលដូចជាមានគោយន្តសម្រាប់ដឹកឈូកដែលបានប្រមូលផលហើយមានកធុនមានអីចឹងហើយមានម៉ាស៊ីនសម្រាប់បាញ់ទឹកបាញ់ពីក្នុងដីដើម្បីឲ្យមើមឈូកផុសឡើងហើយនៅក្នុងចំការឈូកគេក៏ពិតមែនប៉ុន្តែបញ្និយាយពីផ្លូវវិញសិតតែបេតុងផ្លូវកៅស៊ូបាទមែនផ្លូវបេតុងទេផ្លូវកៅស៊ូស្អាតជាងផ្លូវតាមភូមិដែលយើងមានមនុស្សនៅក្នុងស្រុកខ្មែរយើងទៀតហើយឈូកនៅជប៉ុនភាគច្រើនគឺអត់សូវមានផ្លែហើយនឹងផ្កាទេដោយសារអីឈូកនេះគឺជាឈូកពូជគេដាំយកតែមើមទេវាមិនមែនអត់ផ្លែអត់ផ្កាវាក៏មានដែរប៉ុន្តែគាត់ថាវាមានតិចហើយនេះគឺជាចំការឈូកដែលគេបានប្រមូលផលរួចហើយខ្មៅដែលបងប្អូនឃើញនេះគឺជាមើមចាស់របស់វាបាទដែលគេដកហើយអញ្ចឹងវានៅសល់អញ្ចឹងវាតែទឹកតែទោះជាមួយចំការឈូកនេះដែរគឺប្រជាជនជប៉ុនគឺគេដាំហើយគេយកទៅលក់នៅក្នុងទីផ្សារហើយនេះគឺជារដូវដែលឈូកដល់ពេលប្រមូលផលបាទនៅពេលដែលគេប្រមូលផលបានគេវិចខ្ចប់ស្អាតគេយកទៅលក់ទៅតាមផ្សារទំនើបធំនានានៅក្នុងតាមបណ្ដាខេត្តនានានៅក្នុងប្រទេសជប៉ុនដោយសារឈូកគឺវាមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាពដូច្នេះប្រជាជនជប៉ុនគេចូលចិត្តញ៉ាំឈូកមើមឈូកបាទមើមឈូករបស់គេខុសពីមើមឈូករបស់ខ្មែរយើងមើមឈូករបស់ខ្មែរយើងគឺដើមទូចប៉ុនម្រាមដៃចំណែកមើមឈូករបស់ប្រទេសជប៉ុនគឺធំមែនទែនសឹងថាចង់ប៉ុនកពួនជើងអីហើយបងប្អូនឃើញដូចក្នុងរូបអញ្ចឹងកង់អញ្ចឹងណាបាទហើយនេះគឺជាប្រព័ន្ធធារាសាស្ត្ររបស់គេបាទហើយរួមទៅទឹករបស់គេគឺអត់ដាច់តែម្ដងគឺគេមានរហូតទឹកគេហ្នឹងគឺមានបន្លាយគេជុំវិញនៅសងខាងដងផ្លូវហ្នឹងបើសិនបើអស់ទឹកគេបហូរចូលគេមិនបាច់ប្រើប្រាស់កម្លាំងម៉ាស៊ីនទេហើយនេះគឺជាhouse ដែលគេដាំនៅខាងក្នុងហ្នឹងនៅពេលខែល្ងាខែអីហ្នឹងណាគេដាំនៅខាងក្នុងហ្នឹងហើយដែលបងប្អូនឃើញទឹកស្អាតហ្នឹងគឺគេប្រមូលផលរួចហើយនេះដែលបងប្អូនឃើញយ៉ាងនេះប្រព័ន្ធធារាសាស្ត្រគេហ្នឹងគឺគេបហូរអញ្ចឹងនេះគោយន្តគេសម្រាប់ប្រមូលផលឬក៏ដូចជាធ្វើដីធ្វើអីចឹងនៅតំបន់នេះគឺនិយាយរួមទៅវានៅជាប់នឹងផ្លូវរថភ្លើងអញ្ចឹងអាសាឃើញរថភ្លើងឈិះកាត់បាទហើយខ្ញុំទិនេពីការងារខ្ញុំចេះឆ្លៀតធ្វើវីដេអូជូនចែកម្លែកបងប្អូនទៅបើសិនបងប្អូនមានចំណារអារម្មណ៍គិតថាចង់ដាំសាកល្បងគឺមានបងប្អូនខ្មែរយើងមួយរូបគាត់នៅខេត្តព្រៃវែងហ្នឹងដែលពីមុនគាត់គឺជាអតីតពលករអ្នកប្រមូលផលដាំមើមឈូកនៅក្នុងប្រទេសជប៉ុនហើយគាត់ពិតជាឆ្លាតមែនទែនគាត់ក៏បានប្រើប្រាស់ជំនាញដែលគាត់បានសិក្សារៀនសូត្រដូចជាមាននៅប្រទេសជប៉ុនហ្នឹងយកទៅអនុវត្តនៅប្រទេសកម្ពុជារបស់យើងនៅខេត្តព្រៃវែងតែម្ដងហើយចឹងទៅគាត់ក៏មានពូជឈូកនៅជប៉ុនដូចនៅជប៉ុនដែរគាត់ថាខ្ញុំឃើញឈូករបស់គាត់អត់សូវធំដូចនៅជប៉ុនទេបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះសូមអរគុណ